នៅដើមឆ្នាំ2026ប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីដែលឡើងមកជំនួសអនុទិនតើពិតដែរឬទេពុកម៉ែបងប្អូនទាក់ទងទៅនឹងបញ្ហាមួយនេះយើងឃើញថាលោកអនុទិនបន្ទាប់ពីបានទទួលការរិះគន់ពីប្រជាពលរដ្ឋក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ដោយធ្វើការមិនយកចិត្តទុកដាក់ដែលធ្វើឲ្យប្រជាពលរដ្ឋរងការលំបាកនិងស្លាប់ជាច្រើននៅពេលនេះយើងឃើញថាសម្ពាធនយោបាយបានកើតឡើងទៅលើលោកអនុទិនកាន់តែខ្លាំងសម្រាប់នាយករដ្ឋមន្ត្រីថៃរូបនេះចឹងទាក់ទងទៅនឹងលោកអនុទិនឆាន់វរៈគុលនេះគឺបានខិតខំប្រឹងប្រែងខ្នះខ្នែងចង់បានការកាន់អំណាចដើម្បីទទួលបានប្រជាប្រិយភាពមុនការបោះឆ្នោតដើមឆ្នាំ2026នេះប៉ុន្តែលោកបានទទួលស្គាល់នៅកំហុសរបស់ខ្លួនក្នុងការដឹកនាំជាពិសេសគឺទប់ស្កាត់នៅគ្រោះមហន្តរាយទឹកជំនន់នៅខេត្តសង្ខឡាបញ្ហាប្រជាពលរដ្ឋរិះគន់ទៅលើលោកអនុទិនការមិនខ្វាយខ្វល់នឹងការមិនរិះរកមធ្យោបាយក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទាក់ទងទៅនឹងក្រមជួយសង្គ្រោះគឺមានមានពួកធ្វើឲ្យការជួយសង្គ្រោះប្រជាពលរដ្ឋមានការយឺតយ៉ាវអញ្ចឹងទាក់ទងទៅនឹងបញ្ហានេះយើងឃើញថាប្រទេសថៃនឹងធ្វើការបោះឆ្នោតនៅដើមឆ្នាំ2026ដែលស្ថិតនៅក្នុងខែមេសាគឺលោកអនុទិនគឺបានធ្លាក់ប្រជាប្រិយភាពហើយដោយប្រជាពលរដ្ឋមិនគាំទ្រទេហើយលោកបានចុះទៅខេត្តសង្ខឡាដែរតែត្រូវបានប្រជាពលរដ្ឋជាច្រើនបានរិះគន់នឹងថាឲ្យនៅពេលដែលលោកធ្វើដំណើរទៅជួបនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់នោះប្រជាពលរដ្ឋខ្លះគឺបានប្រមាថទៅលើនាយករដ្ឋមន្ត្រីប្រទេសថៃហើយអ្វីបានទុកឲ្យពួកគាត់រងគ្រោះដល់ថ្នាក់ហ្នឹងអ្នកខ្លះគឺបានដេកស្លាប់នៅលើដំបូលអ្នកខ្លះគឺជាប់គាំងនៅក្នុងផ្ទះដោយមិនបានចេញទៅណារួចអ្នកខ្លះទៀតគឺបានអត់អាហារដាច់ស្បៀងមិនបានតាក់ទងគ្នាហើយក្រុមជួយសង្គ្រោះគឺមានការយឺតយ៉ាវទៀតលោកអនុទិនរងសម្ពាធដូចភ្នំអញ្ចឹងដែលលំបាកក្នុងការស្ដារប្រជាធិបតេយ្យមុនការបោះឆ្នោតសម្ពាធនយោបាយបានកើនឡើងកាន់តែខ្លាំងសម្រាប់នាយករដ្ឋមន្ត្រីថៃដែលខិតខំប្រឹងប្រែងខ្នះខ្នែងរកការកាន់អំណាចដើម្បីទទួលបានប្រជាប្រិយភាពមុនការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅខែមេសាឆ្នាំ2026នេះគណៈការរំលាយសភាកាន់តែគៀកដើម្បីបើកផ្លូវមានការបោះឆ្នោតឡើងវិញសម្ពាធនយោបាយបានកើតឡើងចុងក្រោយនេះទំនងធ្វើឲ្យលោកអនុទិនបាត់បង់លទ្ធភាពស្ដារប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃនៅដើមឆ្នាំ2026ផ្អែកតាមកិច្ចព្រមព្រៀងដែលគណៈបកភូតចៃថៃរបស់លោកបានធ្វើជាមួយនឹងគណៈបកប្រជាជនដែលជាបកក្រៅរាជរដ្ឋាភិបាលដ៏ធំបំផុតនោះសម្ពាធបានកើតឡើងចំពោះលោកអនុទិននាពេលចុងក្រោយនេះគឺកើតចេញពីការចាត់ចែងគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់មិនមានប្រសិទ្ធភាពនៅទីក្រុងហាត់យ៉ៃនៃខេត្តសង្ខឡានិងខេត្តមួយចំនួនទៀតនៅភាគខាងត្បូងប្រទេសថៃដែលបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់170នាក់គិតត្រឹមថ្ងៃទី1ធ្នូនេះនិងមានប្រជាពលរដ្ឋជាង3លាននាក់ខ្វះខាតស្បៀងសម្រាប់ចែកជូនដល់ជនរងគ្រោះអ្នកនយោបាយថៃនិងអ្នកមានឥទ្ធិពលនៅក្នុងសង្គមថៃកាន់តែច្រើនឡើងបានចេញសារជាបន្តប្រតិកម្មបែបអវិជ្ជមានចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វរៈគុលដែលធ្វើនៅសល់ពេលត្រឹមតែ2ខែទៀតប៉ុណ្ណោះដល់ការកំណត់ដែលលោកសន្យារំលាយសភានៅថ្ងៃទី1ខែធ្នូនេះគណៈបកភឿតថៃដែលធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងអប់រំបាននិយាយបរិហាររដ្ឋាភិបាលរបស់លោកអនុទិនចំពោះការបន្ថែមនៅទុក្ខវេទនាដោយដាក់ចំថ្នាក់ប្រភេទនៃការស្លាប់និងការដាក់ចេញនីតិវិធីស្មុគស្មាញក្នុងការផ្ដោតសំណងអ្នកនយោបាយគណៈបកភឿតថៃដែលទើបបានបាត់បង់ការកាន់អំណាចជាង2ខែកន្លងមកនេះបានលើកឡើងថានាងទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីការបរាជ័យរបស់រដ្ឋាភិបាលអំឡុងពេលវិបត្តិហើយនឹងថ្ងៃនេះរដ្ឋបាលរបស់លោកអនុទិនបន្តធ្វើឲ្យប្រជាពលរដ្ឋមានការឈឺចាប់កាន់តែអាក្រក់សារជាថ្មីទៀតកាលពីសប្តាហ៍មុនអតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតបានចេញមុខរិះគន់នាយករដ្ឋមន្ត្រីអនុទិនដោយជំរុញឲ្យនាយករដ្ឋមន្ត្រីរូបនេះលាលែងចេញពីតំណែងនិងទទួលខុសត្រូវចំពោះការគ្រប់គ្រងស្ថានភាពទឹកជំនន់នៅភាគខាងត្បូងមិនត្រឹមត្រូវតាមសេចក្តីរាយការណ៍នោះលោកសុំឆៃបានរិះគន់រដ្ឋាភិបាលលោកអនុទិនចំពោះការផ្ដាល់អាទិភាពលើមុខមាត់នយោបាយនិងសម្លេងឆ្នោត
លើការគ្រប់គ្រងទឹកជំនន់ឲ្យមានប្រសិទ្ធភាពចំពោះស្ថានភាពទឹកជំនន់ដ៏អាក្រក់បំផុតដែលបានបង្កការលិចលង់និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះលោកសំឆៃបានបញ្ជាក់ថាគណៈភ្លៀងធ្លាក់ខ្លាំងជាធម្មជាតិហើយទឹកជំនន់អាចកើតឡើងនោះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងរហ័សដើម្បីសង្គ្រោះអាយុជីវិតមនុស្សគឺអាចសម្រេចបានអាជ្ញាធរមូលដ្ឋាននឹងវាយតម្លៃស្ថានភាពដែលមិននឹកស្មានដល់តែពួកគេមានកម្រិតលើសឧបករណ៍និងកម្លាំងពលកម្មដូច្នេះវាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកណ្ដាលក្នុងការប្រមូលធនធាននិងសម្របសម្រួលជួយដល់ប្រជាពលរដ្ឋអ្នកសារព័ត៌មានជើងចាស់នៃសារព័ត៌មានខៅសតបានសរសេរភាពបរាជ័យរបស់រដ្ឋាភិបាលលោកអនុទិនដែលបានបរាជ័យក្នុងការប្រកាសផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់អ្នកសារព័ត៌មានដែលមានបទពិសោធន៍ពេញខ្លួនបានលើកឡើងថានាយករដ្ឋមន្ត្រីអនុទិនឆាន់វីរគុលបានទទួលស្គាល់កំហុសរបស់ខ្លួនបន្ទាប់ពីមួយសប្តាហ៍នេះនៃទឹកជំនន់ដ៏ធំបានលិចទីក្រុងហាត់យ៉ៃភាគខាងត្បូងដែលជាទីក្រុងធំជាងគេក្នុងតំបន់និងជាគោលដៅទេសចរសំខាន់ហើយអ្វីដែលបរាជ័យជាប្រព័ន្ធនោះគឺការព្រមានចំពោះការផ្ដល់ព័ត៌មានឲ្យប្រជាពលរដ្ឋគឺមានការយឺតយ៉ាវដែលធ្វើឲ្យប្រជាពលរដ្ឋមានការជម្លៀសចេញពីផ្ទះមិនរួចលោកបានលើកឡើងថារដ្ឋាភិបាលមានកំហុសខ្ញុំទទួលស្គាល់ថាពេលមនុស្សស្លាប់មិនថានៅទីណាពេលរបួសនឹងមិនអាចទៅផ្ទះបានគឺធ្លាក់លើនាយករដ្ឋមន្ត្រីវាជាកំហុសរបស់នាយករដ្ឋមន្ត្រីទាំងអស់ការទទួលស្គាល់កំហុសរបស់លោកអនុទិនហាក់យឺតពេលពេកទៅហើយប៉ុន្តែនាយករដ្ឋមន្ត្រីដែលបានកំណត់ត្រឹមតែ4ខែនេះនៅតែមិនអាចបញ្យល់បានថាហេតុអ្វីបានរដ្ឋាភិបាលទាំងថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិបរាជ័យយ៉ាងអាណោចអាធំសម្រាប់មន្ត្រីគណៈបកភឿថៃភាពច្របូកច្បល់នៃការផ្ដល់ព័ត៌មានបានកើនឡើងចាប់តាំងពីថ្ងៃទី6ខែវិច្ឆិកាពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលនិងមជ្ឈមណ្ឌលបញ្ជាការគ្រោះមហន្តរាយជាតិបានប្រកាសថាអ្នកស្លាប់មាន80នាក់ពីមន្ទីរពេទ្យហាត់យ៉ៃមិនពាក់ព័ន្ធពីទឹកជំនន់ទេ3ថ្ងៃក្រោយមកគឺនៅថ្ងៃទី29ខែវិច្ឆិកាសាកសពគឺ131នាក់ដោយការទើសចិត្តចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះស្ថានភាពគ្រោះមហន្តរាយគណៈបកប្រជាជនដែលជាគណៈបកគាំទ្រលោកអនុទិនឲ្យកាន់កៅអីនាយករដ្ឋមន្ត្រីក៏ធ្លាប់បានបញ្ចេញសារខ្លាំងរិះគន់លោកអនុទិនផងដែរគិតត្រឹមថ្ងៃទី29ខែវិច្ឆិកាទឹកជំនន់នៅតែបន្តកើនឡើងនៅទូទាំងខេត្តចំនួន9ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង 3.17 លាននាក់និង 1.14 លានគ្រួសារនេះបើយោងតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយយ៉ាងហោចណាស់មានមនុស្សជាង160នាក់បានស្លាប់ដែលតួលេខស្លាប់ត្រូវបានគេជឿថាមានចំនួនខ្ពស់ជាងនេះបន្ថែមទៀតអញ្ចឹងទាក់ទងទៅនឹងបញ្ហាលោកអនុទិនអាចនឹងរំលាយសភានាពេលឆាប់នេះហើយដោយសល់ត្រឹមតែ2ខែទៀតតែប៉ុណ្ណោះប៉ុន្តែអ្វីដែលត្រូវគេសម្ពងក្បាលលោកអនុទិនគឺដោយសារតែការគ្រប់គ្រងនិងជួយដោះស្រាយបញ្ហាគ្រោះទឹកជំនន់ជូនប្រជាពលរដ្ឋមានការយឺតយ៉ាវអញ្ចឹងទាក់ទងនឹងការស្លាប់ដូចខ្ញុំបានធ្លាប់ជម្រាបជូនទៅហើយគឺមិនត្រឹមតែ100ជាងអ្នកទេប៉ុន្តែយើងដឹងហើយថាប្រទេសថៃមានការលាក់បាំងច្រើនណាស់ទាក់ទងទៅនឹងព័ត៌មាននេះយើងអាចវិភាគបានថាលោកអនុទិនបន្ទាប់ពីការកាន់អំណាចរយៈពេល2ខែកន្លងមកនេះដោយបញ្ហាគឺមានជាបន្តបន្ទាប់មិនថាព្រំដែនឬក៏គ្រោះមហន្តរាយទេគឺលោកអនុទិនគឺគ្រប់គ្រងគ្រោះមហន្តរាយអត់បានអញ្ចឹងប្រជាពលរដ្ឋមានការខឹងសម្បាជាខ្លាំងចំពោះនាយករដ្ឋមន្ត្រីថៃបញ្ហាគឺប្រជាពលរដ្ឋរងទុក្ខវេទនាខ្លាំងនៅខេត្តសង្ខឡាហ្នឹងអញ្ចឹងមានស្រុកចំនួន9ទៀតដែលរងប៉ះពាល់ខ្លាំងហើយយើងឃើញថាប្រជាពលរដ្ឋគឺវេទនាខ្លាំងណាស់ប៉ុន្តែចំពោះនាយករដ្ឋមន្ត្រីគឺมันមានចំណាត់ការក្នុងការដោះស្រាយបញ្ហាមួយនេះឲ្យបានធូរស្បើយនោះឡើយអញ្ចឹងយើងឃើញថាទាក់ទងទៅនឹងប្រទេសថៃនឹងអាចបោះឆ្នោតនៅខែមេសាដើមឆ្នាំ2026នេះយើងឃើញថាលោកអនុទិននឹងរំលាយសភាខ្លួនឯងមុននឹងការបោះឆ្នោតឡើងវិញទាក់ទងទៅនឹងទំនុកចិត្តទៅលើអនុទិនប្រជាពលរដ្ឋគឺអស់នៅពេលនេះឯងដោយសារតែលោកអនុទិនដោះស្រាយបញ្ហាគ្រោះទឹកជំនន់មិនបានយើងចាំមើលថាតើនាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសថៃនៅដើមឆ្នាំ2026ហ្នឹងជារូបណាដោយសារតែ
លោកអាណទីនគឺ100%គឺអាចនឹងចាញ់ឆ្នោតហើយដោយសារតែការគ្រប់គ្រងគ្រោះមហន្តរាយគឺមិនបានអញ្ចឹងលោកអាណទីនគឺនៅសល់ត្រឹមតែ2ខែទៀតតែប៉ុណ្ណោះហើយអ្វីដែលជាពិសេសនឹងយើងឃើញថាអ្នកកាន់អំណាចជាច្រើនបានចូលខ្លួនមករិះគន់ចំហើយជាពិសេសអ្នកខ្លះទៀតគឺបាននិយាយថាឲ្យលោកអាណទីនចុះចេញពីតំណែងតែម្ដងទៅដោយសារតែលោកគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសបញ្ហានេះយើងឃើញថាប្រទេសថៃកំពុងតែចម្រូងចម្រាសខ្លាំងមែនទែននៅក្នុងប្រទេសថៃទាក់ទងទៅនឹងអ្នកដែលកាន់អំណាចជាពិសេសគឺអ្នកដែលមានអំណាចនៅក្នុងប្រទេសថៃប៉ុន្តែយើងតាមដានមើលថាតើប្រទេសថៃបាទមានឆាកល្ខោនឬក៏ល្បិចកលអ្វីថ្មីនិងមានរឿងអ្វីដែលប្លែកជាបន្តទៀតផងដែរខ្ញុំបាននឹងជម្រាបជូនព័ត៌មានជូនពុកម៉ែបងប្អូនជាបន្តទៀតផងដែរ